ba trong cộng sảnរីករាយនឹងចូលមកបកស្រាយពន្យល់បង្ហាញដល់បងប្អូនអំពីបញ្ហាការគៀបសរសៃឆ្អឹងកងចង្កេះកខ្នងហើយភាសាបច្ចេកទេសហៅថាឌីសបាទបញ្ហាឌីសបើសិនបងប្អូនមានអាការៈចុករយក្តៅបាទឈួលនៅកណ្ដាលឆ្អឹងតែម្ដងចំកណ្ដាលឆ្អឹងកងតែម្ដងពីក្បាលកញ្ចឹងករហូតដល់កញ្ជុយគូតបាទបណ្ដោយឆ្អឹងកងហ្នឹងគេហៅថា dish អត់ឌីហ្នឹងអញ្ចឹងបងប្អូនមានបញ្ហាអាការៈក្តៅក្រហាយចុកគ្មានហេតុផលកុំទុកយូរអីហើយហេតុផលនោះហើយជាបងប្អូនមួយចំនួនធំបានដឹងថាតើវាកើតមកពីបញ្ហាអ្វីហើយខ្ញុំនឹងបកស្រាយជូនបងប្អូននឹងបញ្យល់ណែនាំបាទដោយងាយឆាប់យល់អំពីហេតុផលកើតឡើងហើយអំពីការបង្ការនិងការព្យាបាលសម្រួលឲ្យមកដើមវិញអញ្ចឹងសូមបងប្អូនបានអញ្ជើញមកដល់ទីនេះ clinic របស់ខ្ញុំបាទឈ្មោះកំសាន្តនៅផ្សារសម្បូរមាសនៅក្នុងបរិយាបាទចុងបរិយាសម្បូរតែម្ដងហើយទីតាំងនៅឆ្ការរងឯងអញ្ចឹងសូមបងប្អូនបានមកបាទសូមអញ្ជើញមកដើម្បីឲ្យបានដឹងច្បាស់ថាបងប្អូនគួរការពារនិងដោះស្រាយបញ្ហានោះដោយវិធីសាស្ត្រណាបាទព្រោះយើងអត់ដូចគ្នាទេកន្លែងខុសគ្នាចូលបងប្អូនសូមអញ្ជើញមកហើយមានការប្រជុំកន្លែងជួបបងប្អូនបើសិនបងប្អូនមកដល់ទីកន្លែងហើយប្រឹក្សាយោបល់ជូនគឺ free តែម្ដងមិនគិតពីតម្លៃការព្យាបាលទៅតាមលក្ខខណ្ឌជាក់ស្ដែងអរគុណច្រើនបាទសង្ឃឹមបងប្អូនចែករំលែកព័ត៌មាននេះដល់មនុស្សច្រើនដែលគាត់បានដឹងអំពីចំណេះដឹងឆ្អឹងកងឬក៏ហៅថាឌីសឯងបាទអរគុណច្រើនបាទសូមជម្រាបលា